អត្ថបទទី2កុមារភាពដែលយើងឆ្លងកាត់ស្ថិតក្នុងវ័យកុមារគឺជាពេលវេលាមួយដែលកុមារភាគច្រើនមានភាពរីករាយនឹងជីវិតរបស់ខ្លួនមានពេលវេលាបានលេងច្រើនមានសំណើចក្អាកក្អាយសប្បាយរីករាយមិនសូវខ្វល់ខ្វាយនឹងឆាកជីវិតឬគិតច្រើនអ្វីនោះឡើយទន្ទឹមនឹងនេះផងដែរក៏នៅមានកុមារមួយចំនួនបាននឹងកំពុងរស់នៅក្នុងជីវិតមួយដែលមានពេញដោយភាពសោកសៅការលំបាកលំបិនខ្វះខាតនិងប្រឹងប្រែងតយុទ្ធនឹងដំណើរជីវិតមួយនេះទាំងដែលខ្លួននៅមានវ័យក្មេងខ្ចីនៅឡើយគ្មានពេលលេងជាមួយមិត្តភ័ក្តិហើយកុមារខ្លះទៀតគ្មានសូម្បីតែមិត្តភ័ក្តិនៅក្បែរលេងជាមួយរីឯកុមារមួយចំនួនទៀតបានទទួលរងនូវការរំលោភបំពានដែលជាហេតុធ្វើឲ្យពួកគេមិនអាចទទួលបាននូវអារម្មណ៍សុវត្ថិភាពពីនរណាម្នាក់ឡើយយ៉ាងណាមិញក៏នៅមានកុមារខ្លះទៀតបែរជាត្រូវរស់នៅក្នុងក្រុមគ្រួសារដែលគ្មានភាពពេញលេញមានតែម្ដាយគ្មានឪពុកហើយកុមារខ្លះទៀតមានតែឪពុកតែបែរជាគ្មានម្ដាយនៅក្បែរមើលថែរក្សាចិញ្ចឹមបីបាច់ដូចក្មេងដទៃចំណែកឯកុមារមួយចំនួនទៀតសូម្បីតែឪពុកម្ដាយបង្កើតរបស់ខ្លួនក៏មិនស្គាល់ថាជានរណាផងត្រូវរស់នៅជាមួយអ្នកដទៃបើសិនជាគេស្រឡាញ់នោះចាត់ទុកថាមានសំណាងតែចុះតែប្រសិនបើគេមិនស្រឡាញ់គេចិញ្ចឹមឲ្យតែបានទេនោះកុមារទាំងនោះប្រកាសជាលំបាកជាជាពុំខានបើយើងមើលអំពីកុមារខ្លះទៀតពួកគេកំពុងរស់នៅក្នុងក្រុមគ្រួសារមួយដែលមានពេញដោយអំពើហិង្សាការវាយដំជេរប្រតិចផ្ដាសាគ្មានទេពាក្យផ្អែមល្ហែមក្តីស្រឡាញ់ភាពកក់ក្ដៅនិងសុភមង្គលសំណួរសួរថាតើហេតុអ្វីបានជាកុមារខ្លះអាចរស់នៅដោយភាពរីករាយនិងកុមារខ្លះទៀតបែរជាត្រូវរស់នៅដោយរងសម្ពាធនិងទុក្ខលំបាកបែបនេះទៅវិញនៅក្នុងដំណើរជីវិតដ៏វែងឆ្ងាយរបស់មនុស្សម្នាក់ៗប្រកាសណាស់ថាវានឹងមិនអាចដើរនៅលើផ្លូវដូចគ្នាទាំងអស់នោះទេអ្នកខ្លះត្រូវបានដើរនៅលើផ្លូវសុខស្រួលគ្មានបន្លាមិនសូវមាននៅបន្ទុកឬការលំបាករីឯអ្នកខ្លះទៀតបែរជាត្រូវដើរនៅលើផ្លូវដែលមានពេញដោយទុក្ខលំបាកការឈឺចាប់និងបញ្ហាស្មុគស្មាញចាក់ស្រេះគ្នាមិនដាច់ទៅវិញទាំងនេះក៏ព្រោះតែស្ថានភាពនិងលក្ខខណ្ឌនៃក្រុមគ្រួសារឬឪពុកម្ដាយរបស់កុមារទាំងនោះទើបបានជានាំមកនូវឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមានចូលទៅកាន់ដំណើរជីវិតរបស់កុមារគ្រប់រូបដោយមិនអាចគេចផុតនោះឡើយធ្លាប់មានមតិមួយលើកឡើងថាឪពុកម្ដាយឬក្រុមគ្រួសារគឺជាគ្រូទី1នៃកូនចៅរបស់ខ្លួនជាការពិតណាស់កុមារគួរតែមានជីវិតមួយដែលសប្បាយរីករាយមានពេលវេលាលេងបានច្រើនមានឱកាសទទួលបាននូវសិទ្ធិរបស់ខ្លួនពោលគឺសិទ្ធិរស់រានមានជីវិតសិទ្ធិក្នុងការអភិវឌ្ឍសិទ្ធិក្នុងការចូលរួមនិងសិទ្ធិទទួលបាននូវការការពារទាំងនេះហើយគឺជាសិទ្ធិដែលកុមារសមនឹងទទួលបាននៅក្នុងជីវិតរបស់ពួកគេក៏ប៉ុន្តែផ្ទុយទៅវិញមានកុមារមួយចំនួនបែរជាត្រូវរស់នៅយ៉ាងដាច់ខាតក្នុងជីវិតមួយដែលគ្មានសូម្បីតែអាហារហូបចុកគ្រប់គ្រាន់គ្មានសម្លៀកបំពាក់បិទបាំងកាយសមរម្យនិងគ្មានសូម្បីឱកាសបានទៅសាលារៀនដើម្បីសិក្សារៀនសូត្រតែបែរជាមកទទួលខុសត្រូវលើការស្វែងរកប្រាក់កម្រៃក្នុងការចិញ្ចឹមជីវិតទាំងដែលខ្លួននៅមានវ័យក្មេងខ្ចីមិនទាន់ដឹងការរាក់ជ្រៅផងវាជារឿងពិតដែលថាស្ថានភាពនៃជីវិតរបស់កុមារបែបណាគឺវាអាស្រ័យលើលក្ខខណ្ឌនៃក្រុមគ្រួសារនិងស្ថានភាពនៃជីវិតឪពុកម្ដាយរបស់ពួកគេប្រសិនជាពួកគេរស់នៅក្នុងបរិបទក្រុមគ្រួសារដែលមានភាពពេញលេញទទួលបានការយកចិត្តទុកដាក់ការមើលថែទាំការផ្គត់ផ្គង់គ្រប់គ្រាន់និងការចេះផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកនោះជីវិតកូនដែលជាកុមារក៏មានភាពរីករាយនិងអាចទទួលបាននូវសិទ្ធិដែលខ្លួនសមនឹងទទួលបានគ្រប់គ្នាផ្ទុយទៅវិញប្រសិនជាកុមាររស់នៅក្នុងគ្រួសារមួយដែលមានតែការឆ្លោះទាស់តែងខ្វែងគំនិតគ្នាឥតឈប់ឈររកបានព្រឹកខ្វះល្ងាចមិនទទួលបាននូវការមើលថែភាពកក់ក្ដៅនិងក្តីស្រឡាញ់ទេនោះជីវិតកុមារទាំងនោះក៏ពិបាកនឹងរីកចម្រើនថែមទាំងអខាននឹងទទួលបានសិទ្ធិរបស់ខ្លួនផងដែរ
ការទាំងនេះវាជារឿងដែលគួរឲ្យសោកស្ដាយបំផុតសម្រាប់កុមារមួយចំនួនដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិពិតណាស់ការចិញ្ចឹមមនុស្សម្នាក់វាពិតជាមិនពិបាកពេកនោះទេបើគ្រាន់តែផ្ដល់អាហារដល់ពួកគេ3ឬ4ពេលក្នុងមួយថ្ងៃនោះក៏ប៉ុន្តែមិនដូច្នោះទេពលគឺអ្នកត្រូវមានទំនួលខុសត្រូវច្រើនជាងនេះឆ្ងាយណាស់ត្រូវផ្ដល់ការអប់រំទាំងនៅក្នុងសាលាហើយអ្វីដែលរឹតតែសំខាន់ទៀតនោះគឺការអប់រំដែលចេញពីជីវិតរបស់អ្នកផ្ទាល់ទៅកាន់ពួកគេអ្នកចាំបាច់ត្រូវអប់រំទូលមានពួកគេឲ្យដើរនិងរស់នៅក្នុងផ្លូវត្រឹមត្រូវចេះចែករំលែកនិងមានក្តីស្រឡាញ់ចំពោះខ្លួនឯងនិងអ្នកដទៃមានភាពស្មោះត្រង់និងមានទំនួលខុសត្រូវក្នុងគ្រប់កិច្ចការដែលខ្លួនបានធ្វើបើទោះបីជាកិច្ចការនោះតូចឬធំក្តីត្រូវណែនាំអប់រំទូលមានព្រានប្រដៅរំលឹកដាស់តឿនជាប់ជានិច្ចចំពោះទង្វើមិនសមរម្យណាមួយដែលពួកគេកំពុងធ្វើឬប្រឈមត្រូវគិតគូរផ្ដល់គំនិតយោបល់និងលើកទឹកចិត្តចំពោះរឿងអនាគតរបស់ពួកគេផ្ដល់ក្តីស្រឡាញ់ផ្គត់ផ្គង់នៅអ្វីដែលចាំបាច់កុំបីខាននិងចេះបដិសេធនៅអ្វីដែលមិនចាំបាច់ចំណាយពេលបង្រៀនមានពេលកំសាន្តនិងផ្ដល់នូវការមើលថែទាំព្រមទាំងសួរនាំពីសុខទុក្ខពួកគេជាប្រចាំប្រឹក្សាយោបល់ជាមួយនៅពេលដែលពួកគេត្រូវការអ្នកជារួមមកកុមារគ្រប់រូបគួរតែទទួលបានសិទ្ធិរបស់ខ្លួនកុមារគួរតែរស់នៅក្នុងជីវិតមួយដែលមានភាពរីករាយកុមារគួរតែទទួលបាននូវការមើលថែទាំភាពកក់ក្ដៅនិងក្តីស្រឡាញ់ព្រមទាំងការផ្គត់ផ្គង់ពីសំណាក់ក្រុមគ្រួសារដែលជាមនុស្សចំណិតរបស់ខ្លួនដើម្បីជួយឲ្យពួកគេមានការរីកចម្រើនធំធាត់បានល្អទាំងផ្នែកសុខភាពរាងកាយចិត្តគំនិតប្រាជ្ញានិងស្មារតីឪពុកម្ដាយនិងក្រុមគ្រួសាររបស់ពួកគេគឺជាកម្លាំងចលករយ៉ាងសំខាន់បំផុតដែលអាចធ្វើឲ្យកុមារទទួលបានជីវិតមួយដែលល្អប្រសើរនិងពេញលេញព្រមទាំងអាចក្លាយជាទំពាំងដ៏ល្អដើម្បីស្នងឫស្សីនាពេលអនាគតត្រូវហើយមកដល់ពេលនេះប្រហែលជាមានកុមារមួយចំនួនដែលធ្លាប់មានជីវិតដូចដែលបានរៀបរាប់ពីខាងលើពួកគេម្នាក់ធំពេញវ័យអស់ហើយមើលទៅហើយវាក៏ជាពេលវេលាដែលគ្រប់គ្នាគួរតែព្រមប្រឡែងចោលនៅរាល់រឿងរ៉ាវមិនល្អកាលពីកុមារភាពរក្សាការចងចាំល្អទុកជាអនុស្សាវរីយ៍និងបន្តដំណើរឆ្ពោះទៅមុខដើម្បីធ្វើជាមនុស្សថ្មីដែលរឹងមាំនិងជាបុគ្គលម្នាក់ដែលអាចនាំមកនូវប្រយោជន៍ដល់ខ្លួនឯងផងនិងសង្គមជាតិផងកុំបន្តឲ្យបទពិសោធន៍អាក្រក់ពីកុមារភាពចងយើងមិនឲ្យរីកចម្រើនក្នុងពេលបច្ចុប្បន្ននេះឡើយត្រូវតែប្រឡែងចោលពលគឺប្រឡែងនៅថ្ងៃនេះហើយបន្តពង្រឹងសក្តានុពលរបស់ខ្លួនឲ្យស័ក្តិសមនឹងតម្លៃនៃជីវិតរបស់យើងម្នាក់ត្រូវចាំថាពួកយើងសុទ្ធតែមានភាពខ្លាំងនៅខាងក្នុងរៀងខ្លួនតោះស្វែងរកវាឲ្យឃើញហើយបញ្ចេញវាមកខាងក្រៅឲ្យបាន